អ្នកកសិករក្រៅពីធ្វើការហើយមានតែឥឡូវស្ទាបទៅទន្លេរបបទឹកដាក់ស្រែនេះទូហើយឥឡូវដោះខ្ញុំពំខ្ញុំបងប្លេចចោលហើយមកខាងដោះស្មៅហ៎ចឹងហើយបងទៅប្លេចវិធីដើម្បីឲ្យស្រូវយើងខាប់ស្ទុះហើយសតោខ្ញុំខុសគេយើងធ្វើយកទៅស្អាតព្រោះខ្ញុំមកតឲ្យបងទៅពីកាពាំងមកហ្នឹងយកបងចេញហ្នឹងចិត្តបងប្អូនមិនមែននេះនោះយ៉ាងខ្ញុំកើតខ្នល់ហ្នឹងទៀតនេះមិនស្រួលទេណាកើតខ្នល់ប្រវែងដីប្រហែលជា350ម៉ែត្រគឺខ្ញុំប្រកបយកតាមបន្លាយហ្នឹងមករហូតដើម្បីខ្ញុំខ្ជិលបងទឹកសាយកទៅសាយកឡើងខ្ញុំសញ្ញាលុយម្ដងគឺខ្ញុំចំណាយចាំគោលដៅរបស់ខ្ញុំដើម្បីបងទឹកដាក់ស្រែនេះហើយខ្ញុំមិនប្រើមួយឆ្នាំពីរឆ្នាំទេទៅយកនេះគឺខ្ញុំដាក់ប្រើមកគឺតកូនតចៅរបស់ខ្ញុំទៀតព្រោះពិតឲ្យយកទៅស្អាតហ្នឹងស្រាប់ហើយប្រើមួយដងមួយកម្រាស់វានេះមិនខាងយល់ទៅសាគេខ្ញុំរីវយូរឲ្យតែនេះលក្ខណៈគុណភាពល្អមែនខ្ញុំប្រកបដីខ្ញុំប្រើពេល3ឆ្នាំហើយដល់3ឆ្នាំមកចង់ឃើញដំណើរទៅនេះគេទឹកបំទុកឲ្យចេញមកអែមគាត់តែទៅដល់ភ្លើងចោលទៅហើយពេលដែលយើងបំវិញដល់ភ្លើងទៅយើងបាច់សាយោសាយទៅមកញ៉ៃមកស្មានច្រើនឥឡូវទឹកចេញមកនេះបំអែមបំតែកន្លះម៉ោងឥឡូវទឹកឡើងដល់គីឡូនេះបងឡើងទឹកភ្លឺទៅទឹកពេញស្រែគឺខ្ញុំអ្នកធ្វើស្រែអត់មានរងចាំតែទឹកភ្លៀងនោះទេរងចាំទឹកភ្លៀងគឺចប់ហើយអត់បានស្រូវហូបទេគឺយើងត្រូវបច្ចេកទេសខ្លះយើងត្រូវបច្ចេកវិទ្យាសាស្ត្រខ្លះចឹងណាដើម្បីជួយទប់ស្កាត់ការពាររាំងស្ងួតtrongរាំងហើយអត់មានស្រែធម្មតាស្រូវតែអត់ទឹកគឺវាមិនលូតលាស់ល្អមែនអត់